នៅក្នុងកម្មវិធីគូស្រករថ្ងៃនេះខ្ញុំសូមលើកយកតើប្រុសឆ្នាំខាលនិងស្រីឆ្នាំចបានគ្នាជាប្តីប្រពន្ធល្អដែរឬទេការទស្សន៍ទាយឆ្នាំទាំងពីរនោះគឺសម្រាប់អ្នកនៅលីវដែលកំពុងរកគូស្រករក៏ត្រូវអ្នកមានប្តីប្រពន្ធហើយក៏ត្រូវដូចនេះបើប្រុសឆ្នាំខាលនិងស្រីឆ្នាំចបានគ្នាជាប្តីប្រពន្ធល្អអ្នកទាំងពីររស់នៅជាមួយគ្នាច្រើនតោះពាក្យសម្ដីគ្នាបន្តិចអ្នកឆ្នាំខាលធ្វើអ្វីច្រើនតាមក្រោយអ្នកឆ្នាំចបើឆ្នាំទាំងពីរនោះបានគ្នាជាប្តីប្រពន្ធហើយរួមសុខរួមទុក្ខជាមួយគ្នាក៏ទទួលបាននៅសំណាង6ចាងនៅក្នុងការរស់នៅជាមួយគ្នាផងដែរដែលសំណាងនីមួយៗត្រូវបែងចែកទៅតាមប្រភេទរបស់វាមួយនោះគឺសំណាងទី1ឪពុកក្មេកម្ដាយក្មេកមាន2ប្រភេទទី1បានឪពុកក្មេកម្ដាយក្មេក slot boat ស្រឡាញ់កូនចៅចិត្តបាននឹងកូនប្រសាប្រភេទទី2បានឪពុកក្មេកម្ដាយក្មេកកាចរញ៉ាំរញ៉ៅច្រើនចង់បានតែពីកូនចិត្តមិនសូវបានជាមួយនឹងកូនប្រសាសំណាងទី2គឺសំណាងដោយសារប្តីប្រពន្ធមាន3ប្រភេទទី1បានប្តីប្រពន្ធជាអ្នកមានឬធ្វើការធំប្រភេទទី2បានប្តីប្រពន្ធជាអ្នកមានទ្រព្យធនមធ្យមឬប្រហាក់ប្រហែលនឹងខ្លួនអ្នកប្រភេទទី3បានប្តីប្រពន្ធជាអ្នកមានទ្រព្យធនក្រោមខ្លួនឬអន់ជាងខ្លួនអ្នកសំណាងទី3គឺទឹកចិត្តប្តីប្រពន្ធមាន2ប្រភេទទី1បានប្តីប្រពន្ធ slow boat ចេះជួយយកអាសាគ្នាចេះឲ្យតម្លៃគ្នាចេះយកចិត្តគ្នាម្នាក់ខ្លាំងម្នាក់ខ្សោយស្មោះត្រង់នឹងគ្នាចិត្តបានជាមួយនឹងម្ដាយក្មេកឪពុកក្មេកនិងបងប្អូនប្រភេទទី2បានប្តីប្រពន្ធកាចរញ៉ាំរញ៉ៅច្រើនមានអ្នកឬជជែកមិនសូវចេះយកចិត្តគ្នាប្រច័ណ្ឌច្រើនធ្វើបាបចិត្តកូនប្រពន្ធខលនិងចិត្តមិនសូវបានជាមួយឪពុកក្មេកម្ដាយក្មេកនិងបងប្អូនសំណាងទី4គឺការទំនាក់ទំនងមាន3ប្រភេទទី1ពូកែទំនាក់ទំនងដូចជាពូកែយកចិត្តរាក់ទាក់រុះរាយមានប្រជាប្រិយភាពចូលចិត្តរាប់ញាតិស្គាល់អ្នកធំអ្នកតូចច្រើនពូកែនិយាយឬបានពោលហាសានិងមានសេចក្តីក្លាហានប្រភេទទី2ទំនាក់ទំនងមធ្យមដូចជាមានទំនាក់ទំនងល្អជាមួយនឹងអ្នកដទៃតែមិនសូវស្និទ្ធចេះយកចិត្តគេតែមិនសូវស្និទ្ធមានញាតិច្រើនតែមិនសូវមានទំនាក់ទំនងល្អនឹងគ្នានិងខ្វះសេចក្តីក្លាហានប្រភេទទី3ទំនាក់ទំនងសោយដូចជាមិនខ្វល់ពីការបង្កើតទំនាក់ទំនងល្អជាមួយនឹងអ្នកដទៃសត្វញាតិខ្វះការទំនាក់ទំនងនិងអៀនច្រើនសំណាងទី5គឺសំពាយបុណ្យពីកំណើតមាន3ប្រភេទទី1មានសំពាយបុណ្យខ្ពស់ប្រភេទទី2មានសំពាយបុណ្យមធ្យមនិងប្រភេទទី3មានសំពាយបុណ្យទាបសំណាងទី6គឺសុខភាពពីកំណើតមាន4ប្រភេទទី1បានប្តីប្រពន្ធមានសុខភាពល្អតាំងពីក្មេងរហូតដល់ចាស់ប្រភេទទី2បានប្តីប្រពន្ធឈឺច្រើនតាំងពីក្មេងរហូតដល់ចាស់ប្រភេទទី3បានប្តីប្រពន្ធមានសុខភាពល្អពីក្មេងតែដល់ចាស់មានជំងឺប្រចាំកាយប្រភេទទី4បានប្តីប្រពន្ធឈឺច្រើនពីក្មេងតែដល់ចាស់មានសុខភាពល្អសូមអរគុណ